បាទសួស្តីបាទខ្ញុំឈ្មោះធីរ៉ាគឺខាងបាទស្វត់ចំណោះគឺเพจម្ចាស់เพจ Air Ticket Service ខ្មែរបាទយើងគឺខាងជំនាញស្វត់ហោះតែម្ដងបាទហើយក្នុងវីដេអូនេះគឺយើងនឹងបង្ហាញអំពីការទិញស្វត់ហោះផ្ទាល់ចេញពីក្រុម Honda China Airlines បាទហើយនឹងការកក់បាទកៅអីជូនភ្ញៀវនៅពេលដែលគាត់កំងស្វត់ហោះបាទអញ្ចឹងដំបូងយើងចូលទៅកាន់កម្មវិធីមួយដែលមានឈ្មោះថា China Airlines បាទដែលមានរូបសញ្ញាក្រហមមិញហ្នឹងតោះមកចុចពាក្យគុកជាសនយេម៉ែបាទបន្តមកទៀតយើងនឹងចូលដល់ដំណាក់កាលមួយយើងត្រូវរើសថ្ងៃអាហារឧទាហរណ៍ខ្ញុំទៅខែ9ថ្ងៃ15បាទហើយមកវិញខែ10ថ្ងៃ15ឧទាហរណ៍ទៅបុណ្យភ្ជុំបិណ្ឌខាងមុខនេះបាទខ្ញុំរើសថ្ងៃចុចពាក្យ one new នេះបាទចុច one new ហើយបាទខ្ញុំទីមកក្រោមយកពាក្យថាថើមឋានគេមកហាក់ឥនតាមបន្តមកវានឹងចេញតម្លៃមួយចំនួនឲ្យយើងរើបាទអញ្ចឹងតម្លៃទៀតជាងគេគឺ 416,000 បាទបន្តមកមាន45មានបាទ50ជាងបាទតម្លៃមួយគឺលក្ខខណ្ឌវាមានភ្ជាប់ជាមួយខុសគ្នាបាទខ្ញុំបានធ្វើវីដេអូមួយទាក់ទងនឹងលក្ខខណ្ឌសម្ព័ន្ធហោះហ្នឹងដែរតែយូរទៅយើងយកតម្លៃទៀតជាងគេអញ្ចឹងយើងយកតម្លៃនេះធីកលើតម្លៃហ្នឹងទៅបាទតមកយើងធីកយកប្លោះកន្លែងនេះតមកទៀតចុចពាក្យហាំងកងភ្លន់សន្ធែកបោហមបាទធីកកន្លែងហ្នឹងទៀតហើយយកពាក្យហាំងកងភ្លន់សន្ធែកដដែលបាទតទីមកក្រោមចុចពាក្យថើមឋានគេបោក្រហមនេះបាទបន្ទាប់មកវានឹងចេញកន្លែងឲ្យយើងពេញឈ្មោះអ្នកធ្វើដំណើរអញ្ចឹងនេះឈ្មោះខ្ញុំក៏តែខ្ញុំមិនអ្នកទៅទេអញ្ចឹងខ្ញុំធីកយកសញ្ញាព្រួយកន្លែងនេះយកពាក្យថាពូនីនមីថាប់សឹងនិយាយថាអ្នកជិះមិនមែនជាស្មីខ្លួនអ្នកទិញទេហាក់ឥនមកបាទអញ្ចឹងឡើយគឺពេញឈ្មោះអ្នកតកូលបាទតកូលអ្នកធ្វើដំណើរឧទាហរណ៍ឈ្មោះបាទច័ន្ទបាទតមកនេះឈ្មោះគាត់ឧទាហរណ៍គាត់ឈ្មោះស្រីលក្ខបាទអញ្ចឹងខាងលើនេះតកោនេះគឺឈ្មោះផ្ទាល់តមកកន្លែងនេះគឺភេទរបស់គាត់បាទនេះណាំសងប្រុសបាទគាត់ស្រីយកពីយកសងបាទបន្តមកទីមកក្រោមនេះទីពាក្យថើមឋានគេបាទបន្តមកវានឹងចេញថ្ងៃធ្វើដំណើរឲ្យយើងផ្ទៀងផ្ទាត់បន្ទាប់យើងទៅថ្ងៃ15ខែ9មកវិញថ្ងៃ15ខែ10បាទអញ្ចឹងយើងទីមកក្រោមបាទកន្លែងនេះយើងអាចធ្វើការបាទកំណត់លេខអីបាទអញ្ចឹងចុចលើពាក្យសាយចនឆាសក់យាយ៉ាត់បាទកំណត់លេខអីបាទអញ្ចឹងឥឡូវនេះគឺបាទអញ្ចឹងគឺអស់លុយបាទអានេះខ្វែងមានតែកត់បានទេអញ្ចឹងយើងកត់លេខអីយើងទីមកក្រោមនេះគេពីសញ្ញាខ្វែងហ្នឹងយើងអាចកត់បានអញ្ចឹងកន្លែងនេះខ្ញុំយកលេខ21បាទមាត់រួចបាទខ្ញុំធីកហើយខ្ញុំទីមកក្រោមចុចពណ៌ក្រហមនេះសំថេក one new បាទបន្តមកទៀតគឺយើងអាចរើសបាទកៅអីថ្ងៃត្រឡប់មកវិញបានផងដែរបាទអញ្ចឹងធីកលើនឹងហើយបាទអញ្ចឹងនេះរួចរាល់នេះខោនេះយើងអាចបាទធីកបានដូចគ្នាបាទឲ្យរើសកៅអីបាទនេះសម្រាប់ថ្ងៃត្រឡប់មកវិញយើងអាចធ្វើដូចគ្នាបានបាទទីមកក្រោមបាទទីមកក្រោមហើយចុចលើសញ្ញាបូកនេះបាទមើលដើម្បីមើលលក្ខខណ្ឌលម្អិតបាទតមកយើងចុចពាក្យថាត់គីនេះបាទបន្តទៀតធីកបាទធីកប្លោះនេះមួយទីមកក្រោមធីកប្លោះនេះមួយទៀតបាទទីមកក្រោមធីកប្លោះនេះមួយទៀតបាទបន្តមកនេះរបៀបបាទវិធីត្រូវគិតលុយបាទយើងប្រើមានសញ្ញមកាតកាត credit គេឆៃឆេផ្ញើលុយចូលឬក៏គិតលុយតាមការថតខ្ញុំប្រើសញ្ញមកាតកាត credit ខ្ញុំធីកយកមុខសញ្ញមកាតហ្នឹងតមកចុចពាក្យខ្យល់ជេប្រូក្រាមនេះតហាក់ឥន
បាទ tick កន្លែងនេះបាទកន្លែងនេះក៏ពិតយើងត្រូវភ្ជាប់មួយកម្មវិធីមួយទៀតគឺ ISP ជាកម្មវិធីសម្រាប់គិតលុយតាមទូរស័ព្ទបាទអញ្ចឹងខ្ញុំឃើញមានគេបង្ហោះវីដេអូមួយតាក់ទងនឹងការភ្ជាប់ ISP មួយទូរស័ព្ទហ្នឹងបាទតាម Facebook យើងអាចហៅមើលបានបាទអញ្ចឹងជាពីថើមកបាទហើយ Somtech ហ្នឹងមានរើសកាតនីគេដែលយើងត្រូវគិតលុយមានច្រើន BC card Sinhan មាន KB Hana ជាដើមខ្ញុំប្រើ BC card ខ្ញុំលើ BC card តមកជិះពាក្យថើមបាទតមកវានឹងភ្ជាប់ជាមួយកម្មវិធីបាទ Hogin ទៀតបាទទៅកាន់កម្មវិធី ISP បាទកម្មវិធីគិតលុយតាមទូរស័ព្ទបាទតមកលុយចំនួន416,500នឹងកាត់ចេញបាទជិះពាក្យខ្យល់ជេជាហែងបាទបន្តមកយើងបញ្ចូលលេខសម្ងាត់6ខ្ទង់បាទលេខសម្ងាត់យើងបង្កើតពេលដែលយើងភ្ជាប់កម្មវិធី ISP ហ្នឹងគឺយើងបានបង្កើតលេខសម្ងាត់ហ្នឹងបាទរួចរាល់ហើយជាមួយកម្មវិធី ISP ហ្នឹងបាទតបបញ្ចូលលេខសម្ងាត់6ខ្ទង់ហើយចុចពី email one new បាទបន្ត login បាទ tick កន្លែងនេះមួយបាទអញ្ចឹងតមកជិះពីថើមបាទការទិញសបុនហ្នឹងគឺជោគជ័យតែម្ដងបាទតបពីខាងក្រុមហ៊ុនកាត់លុយហើយគឺយើងបានសបុនថ្មីមួយបាទអញ្ចឹងក្រុមហ៊ុនកាត់លុយហើយអញ្ចឹងយើងបានសបុនថ្មីមួយក្រុមហ៊ុន Asina Airline តាមមានបាទឈ្មោះចាំស្រីលាក់នេះលេខសបុននេះបាទហើយយើងអាចprint សបុននឹងចេញបានឬក៏យើងគាត់ថតអេក្រង់នេះទុកក៏បានដែរគាត់ថតអេក្រង់ទុកបានព្រោះមានលេខកក់មានឈ្មោះមានអីត្រឹមត្រូវហើយអញ្ចឹងទៅពលានហើយយើងយកទៅ password ឯកាតទៅបង្ហាញគេទៅគឺរួចរាល់ហើយបាទអញ្ចឹងបើយើងចង់ print សបុននឹងចេញយើងអាចចូលទៅកាន់ email របស់យើងហើយដើម្បីធ្វើការ print ចេញបាទមិនយើងត្រូវបញ្ចូល email ក្នុងដែរអញ្ចឹងយើងអាចបើក email ហើយយើងអាច print សបុននឹងចេញបានចូល email ទៅឃើញមាន mail មួយរបស់ក្រុមហ៊ុន Asina ផ្ញើមកយើងបាទគឺទៅបញ្ជាក់បាទហើយបញ្ហា email address ទេមិនមែនតើតងសបុនហោះទេហើយយើងបើក email របស់យើងឃើញក្រុមហ៊ុន Asina បាទផ្ញើបាទ mail មួយនេះបាទហើយយើងបើកមើលទៅយើងឃើញឈ្មោះចាំស្រីលាក់មិញបាទយើងអាចមកលេខកក់នេះបាទហើយឈ្មោះគឺចាំស្រីលាក់នេះយើងអាច print swap ចេញពីពី email យើងនឹងបានបាទអញ្ចឹងតកតងនឹងបញ្ហាផ្សេងៗចង្អល់ផ្សេងៗឬក៏តកតងការទិញស្ពតហោះជាស្ពតហោះអាចតកតងមក page យើងខ្ញុំគឺ Air Ticket Service ខ្មែរបាទយើងផ្ដល់សេវាកម្មបាទប្រកបវិជ្ជាមួយជូនបងប្អូនអរគ្នាបាទអញ្ចឹងការបង្ហាញតកតងនឹងការទិញស្ពតហោះចេញពីក្រុមហ៊ុនបាទ Asina Airline នៅពេលនេះបាទសូមបញ្ចប់នេះបាទអញ្ចឹងអរគុណច្រើនបាទ